ចាសួស្តីបងប្អូនទាំងគ្នាចានេះខ្ញុំលីច័ន្ទវតីថ្ងៃនេះសូមធ្វើវីដេអូចែករំលែកបទពិសោធន៍មួយចាដោយសារតែមានមិត្តភ័ក្តិនាងខ្ញុំចាហើយក៏ដូចជាបងប្អូនយើងមួយចំនួនគាត់បានសួរមកតាក់ទងជាមួយនឹងឡាននាងខ្ញុំដែលដូរកង់អីចឹងណាចាតើវាមានគុណសម្បត្តិអីខ្លះហើយគាត់ចង់ដាក់ដែរចាអញ្ចឹងសូមប្រាប់ទៅដល់បងប្អូនថាធម្មតាវាតែងតែមានគុណសម្បត្តិនិងគុណវិបត្តិដើមតាមគ្នាចាតែបើសិនជាទទួលយកបានចាក៏ធ្វើទៅនាងខ្ញុំបានដូរកង់4ហើយក៏ដូរបូម4ដែរហើយដាក់បាតឌីគីតចាអញ្ចឹងគុណសម្បត្តិហ្នឹងគឺវាខ្ពស់ជាងមុនចាវាស្រួលនៅក្នុងការជិះលើស្ថានភាពផ្លូវដែលពិបាកព្រោះវាជា off road អញ្ចឹងវាស្រួលកលិចកលុកអីទួលអីហ្នឹងគឺវាឡើងស្រួលជាងវាការពារឡានយើងបើសិនជាមានការប៉ះពីអីតិចតួចវាប៉ះតែបាតឌីគីតហ្នឹងទេវាអត់ប៉ះជាមួយនឹងទឹកថ្នាំស៊ីនយើងទេចាវាការពារកន្លែងហ្នឹងហើយក៏វាស្អាតដែរចាវាបដូររូបរាងស្អាតវាក្មេងជាងមុនអីchứវារៀងកលិបជាងមុនអញ្ចឹងណាចាហើយចំពោះគុណវិបត្តិចាគុណវិបត្តិនៅក្នុងការដូរកង់ហ្នឹងណាទី1គឺវាលឺសំឡេងជាងមុនវារៀងលាន់ជាងមុនអញ្ចឹងណាបងប្អូនវាអញ្ចឹងណាដោយសារវាកាឡាធំទី2គឺឡានហ្នឹងវាជិះទៅលឿនជិះយឺតក៏យើងឃើញដូចលឿនដែរព្រោះបើសិនជាកង់ស៊ីនយើងជិះលឿនក៏យើងអត់ដឹងថាលឿនដែរវា smooth ល្អចេះយើងអត់ដឹងថាយើងជិះលឿនទេទី3គឺឡានហ្នឹងវាប្រឡាក់វាខិចបដ ாய் បងប្អូនឡានហ្នឹងវាទៀមទាឲ្យយើងហ្នឹងត្រូវអាសាបន្តិចបើសិនយើងអត់ចង់អស់លុយយើងលាងខ្លួនឯងទៅបងប្អូនលាងច្រើនជាងឡានធម្មតាដោយសារតែអីឡានហ្នឹងវាកង់លៀនចេញក្រៅអញ្ចឹងដល់ពេលអញ្ចឹងហើយវាមានអីទប់បងប្អូនដល់ខែភ្លៀងខែអីហ្នឹងរត់វេទនីអីព្រោះវាខ្ទាតប្រឡាក់ឡានហ្នឹងទាំងសងខាងប្រដាក់លើដបូលនេះរួចទៅវាគៀដីឡើងអាកន្លែងយើងជន់ឈ្នន់ឡើងហ្នឹងបើជីកន្លែងផ្លូវផុកផងវាកាយផុកហ្នឹងឡើងលើឡានបដ ாய் ចាគឺវាក៏ក្រិចឡានហ្នឹងហ្មងហើយបើយើងមិនចង់ហត់ទេចាយលុយឲ្យគេលាងឡានទៅវិបត្តិទី4ហ្នឹងគឺស៊ីសាំងជាងមុនចាដោយសារវាធ្ងន់កាឡាវាធំអីចឹងណាវាស៊ីសាំងជាងមុនចាអាហ្នឹងយើងត្រូវទទួលស្គាល់រឿងហ្នឹងហើយបើសិនជាបងប្អូនអរគ្នាស្រឡាញ់អាចទទួលយកបានធ្វើទៅចាសូមសួរអារម្មណ៍តិចមើលឲ្យតាំងពីលេងឡានកែឡានហ្នឹងរហូតដល់សប្តាហ៍ថ្ងៃហ្នឹងតែមានអារម្មណ៍ថាស្ដាយហ៎បើនិយាយពីអារម្មណ៍នេះខ្ញុំអត់ដែរស្ដាយក្រោយសូម្បីតែមិនទីចង់កញ្ចក់ក៏អត់ដែរស្ដាយដែរទោះបីវាមានផលរំខានបែបណាក៏ដោយតែខ្ញុំអត់ដែរស្ដាយទេឥឡូវអូនសួរប្តីឯងវិញពេលដែលប្រពន្ធដូរកង់ហងខាងមុខហងអីហងអញ្ចឹងប្តីឯងជាអារម្មណ៍ជិះឡានហ្នឹងមានអារម្មណ៍មិនដែរច្រឡំជាអារម្មណ៍នឹងមានឡានមិនដែរមកតែពិតឡានប្រពន្ធខ្ញុំគាត់ធ្វើគាត់លេងស្អាតបងប្អូនឡានខ្ញុំក៏មានបិទ sticker វិរៈកង់ទ័ពដែរអញ្ចឹងsticker ហ្នឹងវាមាន logo ពណ៌ក្រហមពណ៌សពណ៌ខៀវអញ្ចឹងឡានហ្នឹងវាសស្គូបើយើងបិទអញ្ចឹងទៅវាដូចវាមាន color ដូចថាវាមានជាតិណាចាវាមានជាតិបើឡានសសុទ្ធខ្ញុំចិត្តតែមានអារម្មណ៍មួយថាវាស្លេកវាខ្វះជាតិជើអីមួយយ៉ាងអញ្ចឹងណាបងប្អូនចាអញ្ចឹងអត់មានអីទេមានតែចែកម្លែកបទពិសោធន៍តែប៉ុណ្្នឹងទេចាអរគុណ